ឬក៏យ៉ាងណាបាទផាក់ជុំប៊ីនបាទដើមខែបើឲ្យនឹងបញ្ចប់បាទនៅអំឡុងខែឧសភាហើយឆ្នាំ2026នេះហើយបាទអញ្ចឹងនៅក្នុងអំឡុងខែឧសភាបាទខែ5យើងនឹងបានដឹងថាតើក្រុមណាបាទខ្លាយជាជើងឯកបាទព្រោះថាឥឡូវនេះបាទកំពុងតែបញ្ចេញគ្នាខ្លាំងណាស់បាទកំពុងតែបាទកូ Tiger តែបាទការសុទ្ធនេះបាទអញ្ចឹងវិសាខាបានបាល់សុទ្ធហើយគ្រាន់តែឆ្នៃបាទមិនទាន់ជិះនិយាយដូចតែលេងក្នុងផ្ទះទាំងពីរនាក់ទេបាទសម្រាប់កីឡាករទាំងពីរបាទជម្រាបជូនអញ្ចឹងឥឡូវនេះការសម្រុករបស់វិសាខាបញ្ជូនមកសុភ័ក្រសាជាថ្មីបាទស្លាប់លាក់មកត្រង់នេះអីយ៉ាបាទតបប្រាច់មួយជើងបាទទៅមួយសាទៀតបាទផាក់ជុនប៊ីនបញ្ជូនឲ្យកែនច័ន្ទសុភ័ក្របញ្ជូន12-13នាទីកន្លងផុតទៅក៏ដណ្ដើមគ្នាទៅដណ្ដើមគ្នាមកផាក់ជុងប៊ីនលឿនលើឲ្យបាល់ឆ្ងាយឬក៏យ៉ាងណាអូយណាបាទផាក់ជុងប៊ីនគប់ទៅលូកស្កាត់ដល់នេះចាហ្គោពីមុនមានតែចាហ្គោមួយទៅស្រួលឃើញរៀងអញ្ចឹងនឹងចាហ្គោឥឡូវដូចចាហ្គោដូច3នេះបាទដូចគ្នាបាទកីឡាករចំណូលថ្មីហ្នឹងគឺដូចចាហ្គោទាំងអស់កម្ពស់កម្ពស់មានរៀងអីយ៉ាត្រង់នេះបាទតកូសិនបាទលេងជុំគ្នាតែម្ដងមក11នាក់បាល់ជាប់ផាក់ជុនប៊ីនបាទកັບមួយសិនបាទផាក់ជុនប៊ីនទាញឆ្វេងស្ដាំបញ្ជូនខ្លីៗដួលអញ្ញាកដោពីណីបាទទៅជាថ្មីរត់ទៀតមកដល់ផាក់ជុនប៊ីនវិញក្រោកយកបាល់បាទប៉ះដល់អ៊ីសិនកដាបាទកដាហ្វាំងមួយពីរបាទទាញទៅមុខបាទកដាជុនប៊ីនបាទជុនប៊ីនលើកទៅឆ្វេងបាទលាយមកដល់លេងនូរ៉ានេះទុកមិនជាប់ទេបាទពីបើយើងនិយាយពីថាក្រុមណាសម្រុកជាងក្រុមណាបង្កើតឱកាសជាងគឺក្រុមម្ចាស់ផ្ទះវិសាខានោះបាទចេញចលនាផលផ្លែផ្កាគឺគ្រាប់បាល់តែម្ដងបាទដែលយើងឃើញពេលខ្លះបាទការលេងបាទស្ថិតិ ball position បាទជារឿងបញ្ជូនមកកាន់ចន្ទសុភ័ក្របាទមានការជួយពីផាក់ជុនប៊ីនអត់ offside ទេបាល់នេះផាក់ជុនប៊ីនទៅហើយបាទបញ្ជូនមកកណ្ដាលអត់កំពុងតែបាទថែមគ្រាប់ទី2បាទឥឡូវនេះបាទទៅវិញម្ដងសម្រាប់ក្រុមវិសាខាបាទកក្កដាឲ្យផាក់ជុនប៊ីនកັບមួយបញ្ជូនមកត្រង់នេះមិនចំគោលដៅបាទផាក់ជុនប៊ីនកន្លែងនេះញាក់ស្អាតមែនទេបាទបញ្ជូនមកក្រុមចាប់ផ្ទះបាទដែលរៀបចំការប្រកួតបាទរៀងរាល់សប្តាហ៍អាចមានការបង្កើតនៅគំនិតថ្មីទៅផៅលេទុកមិនបានល្អទេខ្ទៀតសានិតកំពុងតែបណ្ដើរឡើងសានិតចង់យកប្រឡោះជើងតែណូរ៉ាបបិទជាប់ជាស្រ័យបាទសុភ័ក្របិទជាប់ឥឡូវណាណាបាយបានណាណាឲ្យខ្លីផាក់ជុងប៊ីនផាក់ជុងប៊ីនមកចូលមកជិត10នាទីនេះទើបបានហៅឈ្មោះផាក់ជុងប៊ីនយកទៅសុទ្ធបាទអត់ទាន់ឃើញហើយថាវិសាខាបាទមិនបថុយបាទលេងដល់ប្រយុទ្ធខាងលើដែរបាទខ្លាច់ដាច់មាត់បាទត្រង់នេះសុទ្ធមួយជើងបាទតែទៅតែមកបាទផាក់ជុងប៊ីនអូតបុកផាក់ជុងប៊ីនវគ្គទី2បាទទស្សនាត្រង់នេះបាទប៉ះឲ្យដួលម្ដងពីវេចាបាទហើយសរតនា